រឿងព្រះទេសត្ថេព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធព្រះទេសត្ថេព្រះថេរៈជាព្រះរាជាឱរសរបស់ព្រះបទុច្ឆារបស់ព្រះអង្គលោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុអាគន្តកៈដែលមានវស្សាចាស់ជាងខ្លួនតាមព្រះធម៌វិន័យឡើយព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសៈសូមខមាទោសចំពោះភិក្ខុអាគន្តកៈទាំងនោះតែព្រះទេសៈចោចេះមិនព្រមធ្វើតាមព្រះពុទ្ធដីការបស់ព្រះអង្គឡើយគ្រានោះព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងនៅអតីតនិទានរបស់ព្រះទសៈដូចមានទៅនេះនៅក្នុងជាតិដែលព្រះទសៈនេះបានកើតជាតាបសឈ្មោះទេវលតថាគតបានកើតជាតាបសឈ្មោះនិរតៈតាបសទាំងពីររូបនោះបានឆ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងរហូតដល់ព្រះរាជាក្រុងពារាណសីស្ដេចយាងទៅជួយសម្រុះសម្រួលការទាស់ទែងគ្នានោះហើយទ្រង់បានឲ្យទេវលតាបសសុំខមាទោសនិរតៈតាបសព្រោះជាអ្នកខុសទោះជាព្រះរាជបញ្ជាឲ្យធ្វើយ៉ាងនេះក៏ទេវលតាបសនៅតែមិនព្រមសុំខមាទោសចំពោះនិរតៈតាបសទៀតនៅតែចោចេះមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងតែពីជាតិនោះមករហូតមកដល់ជាតិនេះដូច្នេះហើយទើបព្រះអង្គត្រាស់ថាបើជនទាំងឡាយណាចង់សេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជាអញជនឯណោះបានវីអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពីវេរារបស់ជនទាំងឡាយនោះមិនស្ងប់រងាប់បានឡើយបើជនទាំងឡាយណាមិនចង់សេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជាអញជនឯណោះបានវីអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពីវេរារបស់ជនទាំងឡាយនោះតែងស្ងប់រងាប់ទៅបាន